ថ្ងៃនេះនឹងខ្ញុំសូមជូនវីដេអូហុងស៊ុយប្រចាំឆ្នាំមួយឆ្នាំ2026ជាវីដេអូទី12និយាយអំពីទិសព្រះអាទិត្យឬមួយក៏ទិសសង្គ្រោះបឋមប្រចាំឆ្នាំឬមួយក៏ទិសជំនួយប្រចាំឆ្នាំនៅក្នុងក្បួនតម្រាហុងស៊ុយមេរៀនដែលនាងខ្ញុំបង្រៀនបងប្អូនរួចយូរជាណាស់មកហើយអំពីរូបមន្តនៃការរកទិសសង្គ្រោះបឋមប្រចាំឆ្នាំបងប្អូនអាចរកទិសសង្គ្រោះបឋមប្រចាំឆ្នាំជារៀងរាល់ឆ្នាំបានដោយខ្លួនឯងមិនបាច់ចាំមកស្ដាប់លោកគ្រូអ្នកគ្រូណែនាំបងប្អូនជារៀងរាល់ឆ្នាំនោះទេនៅដើមវីដេអូនាងខ្ញុំអត់ទាន់បង្ហាញបងប្អូនអំពីរូបមន្តនៃការស្វែងរកទិសសង្គ្រោះបឋមប្រចាំឆ្នាំនីមួយៗទេយើងមកដឹងតែនៅក្នុងឆ្នាំ2026ឆ្នាំមមីនេះសិនមុននឹងដឹងថាតើទិសសង្គ្រោះបឋមប្រចាំឆ្នាំមមី2026គឺជាទិសអ្វីបងប្អូនមកដឹងថានៅក្នុងឆ្នាំមមីនេះទិសមមីនៅទីតាំងណាសិនចឹងនៅក្នុងឆ្នាំមមី2026ទិសមមីគឺជាទិសស្ដេចសត្វប្រចាំឆ្នាំមមីស្ថិតនៅទិសខាងត្បូងទី2នៅចំចំណុច180អង្សាហើយទិសមមីជាទិសស្ដេចសត្វមានទំហំ15អង្សាម្នេះលាតសន្ធឹងទំហំ15អង្សាដែលបងប្អូនរាប់ចេញអំពីចំណុចទិស180អង្សាទៅខាងឆ្វេង 7.5 អង្សាទៅខាងស្ដាំ 7.5 អង្សាបូកសរុបចូលគ្នាស្មើនឹងទំហំ15អង្សាគឺជាទិសរបស់ស្ដេចសត្វមមីនៅពេលដែលយើងរកឃើញទិសស្ដេចសត្វមមីឃើញហើយនោះយើងនឹងស្វែងរកទិសសង្គ្រោះបឋមនៅក្នុងក្បួនហុងស៊ុយឬមួយក៏ជាទិសព្រះអាទិត្យប្រចាំឆ្នាំមមីឃើញគឺជាទិសមមែបានន័យថាទិសសង្គ្រោះបឋមរបស់ឆ្នាំមមីគឺជាទិសមមែជាទិសដែលនៅជាប់ជាមួយនឹងទិសមមែដែលដើរជំហានទៅមុខពីទិសមមែទៅមួយជំហាននៅពេលដែលយើងស្គាល់ឆ្នាំមមីយើងរកឃើញទិសមមីហើយយើងដឹងថាយើងដើរជំហានទៅមុខអំពីទិសមមីមួយជំហាននឹងជួបជាមួយនឹងទិសមមែមមែគឺវានៅជាប់គ្នាអញ្ចឹងទិសមមែគឺនៅទិសខាងត្បូងឈៀងខាងលិចទី1ជាទិសដែលមានទំហំលាតសន្ធឹង15អង្សាចាប់រាប់ពីអង្សា 202.6 អង្សាដល់ទិស 217.5 អង្សាទិសមមែជាទិសព្រះអាទិត្យឬជាទិសសង្គ្រោះបឋមឬជាទិសជំនួយប្រចាំឆ្នាំមមីអត្ថន័យនៃទិសព្រះអាទិត្យឬទិសសង្គ្រោះបឋមប្រចាំឆ្នាំគឺជាទិសដែលអាចជួយធ្វើឲ្យបងប្អូនទាំងអស់គ្នាណាដែលមានអារម្មណ៍ថាស្មុគស្មាញគិតអីមិនចេញមានកង្វល់ធុញថប់បងប្អូនមានបញ្ហាផ្លូវកាយផ្លូវចិត្តនៅក្នុងឆ្នាំមមីនេះបងប្អូនអាចទៅអង្គុយប្រើប្រាស់អង្គុយស្រូបយកខ្យល់អាកាសនៅទិសមមែបានដែលជាសកម្មភាពដំបូងបំផុតនៅក្នុងការសង្គ្រោះបងប្អូនអំពីរឿងរ៉ាវអំពីបញ្ហាភ្លាមដែលបងប្អូនស្មុគស្មាញគិតអីមិនចេញហើយទិសសង្គ្រោះបឋមប្រចាំឆ្នាំមមីគឺទិសមមែនេះផងដែរអាចសង្គ្រោះបងប្អូនអំពីការឆុងប្រចាំពេលវេលានៅក្នុងឆ្នាំមមីឧទាហរណ៍ថាបងប្អូនធ្វើអ្វីទៅមានអារម្មណ៍ថាបងប្អូនឆុងបងប្អូនអាចទៅអង្គុយប្រើប្រាស់ទិសមមែនេះផងដែរដើម្បីទៅសង្គ្រោះបឋមស្រូបយកឥទ្ធិពលល្អពីទិសនេះឬមួយក៏បងប្អូនមានការជួសជុលដំស្វានឬបងប្អូនមានសម្លេងរំខានណាចូលមកផ្ទះបងប្អូនឬបងប្អូនចេញទៅក្រៅបងប្អូនជិះទៅប៉ះទីតាំងទិសឆុងណាមួយដោយសម្លេងពីខាងក្រៅប៉ះលើខ្លួនបងប្អូនមានអារម្មណ៍ថាបងប្អូនទទួលរងនឹងការឆុងហើយបងប្អូនមកដល់ផ្ទះប៉បបងប្អូនស្វែងរកទីតាំងទិសមមែនៅក្នុងផ្ទះរបស់ពួកយើងហើយបងប្អូនអាចបើកទ្វារបើកបង្អួចអង្គុយនៅទីតាំងទិសមមែនោះស្រូបយកឥទ្ធិពល
ខ្យល់អាកាសល្អដើម្បីសង្គ្រោះបឋមអំពីការឆុងរបស់បងប្អូនមុនពេលដែលបងប្អូនទៅធ្វើការលាងសយឬទៅធ្វើកម្មវិធីផ្សេងទៀតក្នុងការជំរះឆុងនិយាយរួមការធ្វើសកម្មភាពអ្វីមួយដែលបងប្អូនមានអារម្មណ៍ថាមិនសូវស្រួលបងប្អូនទៅរកអីអត់ទាន់នៅក្នុងការលាងជំរះសយឬធ្វើកម្មវិធីអីដើម្បីធ្វើឲ្យខ្លួនឯងផុតអំពីមន្ទិលសង្ស័យហ្នឹងគឺបងប្អូនអាចទៅប្រើប្រាស់ទិសម៉ូម៉ែដើម្បីសង្គ្រោះខ្លួនបងប្អូនមុនពេលដែលបងប្អូនទៅរកវិធីសាស្ត្រផ្សេងចំពោះផ្ទះបងប្អូនក៏ដូចគ្នាបើសិនជាបងប្អូនមានការជួសជុលដំស្វានផ្ទះរបស់យើងដែលយើងមានអារម្មណ៍ថាយើងមិនបានរើសពេលវេលាឲ្យបានល្អឬមានអារម្មណ៍ថាដូចជាមិនសូវស្រួលធ្វើឲ្យបងប្អូនទទួលឥទ្ធិពលឆុងចូលមកឬមួយក៏អ្នកជិតខាងរបស់បងប្អូនជួសជុលដំស្វានប៉ះនៅទិសឆុងរបស់បងប្អូនឆាប់ស្ទុះស្ទាទៅបើកទ្វារបើកបង្អួចនៅទីតាំងទិសព្រះអាទិត្យឬទិសសង្គ្រោះបឋមនេះដើម្បីឲ្យខ្យល់អាកាសពីខាងក្រៅចូលមកជំរះឥទ្ធិពលឆុងដែលទទួលមកពីការជួសជុលដំស្វាននៅក្នុងទីតាំងដែលមិនល្អឲ្យវាផាត់ចេញពីផ្ទះរបស់បងប្អូនបាននេះគឺជាវិធីនៅក្នុងការសង្គ្រោះបឋមប្រចាំឆ្នាំបងប្អូនអាចធ្វើបានពេញមួយឆ្នាំមមីតែម្ដងគឺការប្រើប្រាស់ទិសម៉ូម៉ែដែលជាទិសសង្គ្រោះបឋមនេះយើងដឹងហើយថាទិសសង្គ្រោះបឋមគឺជាទិសមួយដែលមានតួនាទីដើម្បីជួយបងប្អូនជំរះនៅឥទ្ធិពលអាក្រក់បានដូច្នេះនៅទីតាំងទិសម៉ូម៉ែនៅទិសខាងត្បូងជាងទិសខាងលិចទី1នេះបងប្អូនអាចខាតត្រូវរៀបចំទីតាំងទិសម៉ូម៉ែឲ្យមានរបៀបរៀបរយឲ្យមានខ្យល់អាកាសចេញចូលគ្រប់គ្រាន់ឲ្យមានពន្លឺគ្រប់គ្រាន់កុំឲ្យទិសនេះមានក្លិនឆ្អេះឆ្អាបអីសោះយើងដឹងហើយថាទិសមីមីគឺជាទិសស្ដេចសត្វប្រចាំឆ្នាំដែលយើងត្រូវរៀបចំទិសនេះឲ្យបានស្អាតទទួលទេវតាម៉ូមីចុះចូលមកគង់នៅរយៈពេលពេញមួយឆ្នាំត្រូវរៀបចំទីតាំងទិសម៉ូមីឲ្យមានអនាម័យខ្យល់អាកាសចេញចូលគ្រប់គ្រាន់ឲ្យទីតាំងនេះក្អូបដើម្បីឲ្យស្ដេចម៉ូមីជូនពរពួកយើងទាំងអស់គ្នាប៉ុន្តែដល់ពេលទិសម៉ូម៉ែនេះជាទិសដែលជួយសង្គ្រោះពួកយើងទាំងអស់គ្នានៅក្នុងឆ្នាំម៉ូមីគឺជាទិសអ្នកមានគុណរបស់ស្ដេចម៉ូមីដែរដូច្នេះពួកយើងត្រូវតែរៀបចំទីតាំងទិសម៉ូម៉ែឲ្យបានស្អាតល្អដោយទិសម៉ូមីផងដែរបងប្អូនទាំងគ្នាយើងដឹងហើយថានៅក្នុងឆ្នាំម៉ូមីគឺហាក់ជាមួយនឹងម៉ូមីហាក់ជាមួយម៉ូម៉ែនៅក្នុងក្បួនតម្រាប៉ាជឺនាងខ្ញុំព្យាករនាងខ្ញុំដាក់អំពីទិសល្អប្រចាំឆ្នាំម៉ូមីគឺទិសម៉ូម៉ែឲ្យបងប្អូនប្រើប្រាស់អ្នកដែរហាក់ជាមួយនឹងម៉ូម៉ែហើយដល់ក្បួនហ្វុងស៊ុយនេះទិសម៉ូម៉ែក៏ល្អជាមួយនឹងឆ្នាំម៉ូមីនេះផងដែរបានន័យថាល្អត្រួតជូនដល់បងប្អូនទាំងអស់គ្នាក្នុងការប្រើប្រាស់ហើយទិសម៉ូម៉ែគឺនៅទិសខាងត្បូងឈៀងទិសខាងលិចទី1ដែលទីតាំងនេះផ្កាយលេខ7ចុះផ្កាយលេខ7យើងដឹងថាជាផ្កាយអវិជ្ជមានជាផ្កាយចៅប៉ុន្តែបើសិនជាទីតាំងនេះយើងអត់ទៅដំស្វានរំខានជួសជុលបង្កជាសម្លេងអ្វីឲ្យលឺកក្រឹកកក្រែងឬមួយក៏យើងរៀបចំទីតាំងទាំងនេះឲ្យបានស្អាតកុំឲ្យមានការពិឃាតកុំឲ្យមានការបាក់បែកទីតាំងផ្កាយលេខ7នៅទិសខាងត្បូងជាទិសខាងលិចគឺជាផ្កាយល្អផ្កាយស្នេហ៍ផ្ដល់ដល់បងប្អូនទាំងអស់គ្នាហើយទីតាំងទិសត្បូងជាទិសខាងលិចគឺទីតាំងផ្កាយលេខ2ប្រចាំកណ្ដាលផ្ទះជាទីតាំងទិសម្ដាយស្ត្រីមេផ្ទះដែលបងប្អូននៅក្នុងឆ្នាំម៉ូមីនេះជាស្ត្រីជាម្ដាយនឹងទទួលបានក្តីស្រឡាញ់ទទួលបានស្នេហ៍អំពីប្តីរបស់ខ្លួនអំពីកូនចៅរបស់ខ្លួនអំពីសមាជិកនៅក្នុងក្រុមគ្រួសាររបស់ខ្លួនអំពីមនុស្សជុំវិញខ្លួនគឺស្រឡាញ់លើកដំកើងបងប្អូនស្ត្រីមេផ្ទះអញ្ចឹងទីតាំងម៉ូម៉ែឬមួយក៏ទិសខាងត្បូងជាងទិសខាងលិចត្រូវរៀបចំឲ្យបានស្អាតកុំឲ្យមានការពិឃាតកុំឲ្យមានការបាក់បែកណាមួយកុំឲ្យមានការជួសជុលដំស្វានប្រេះផ្ដាស់នោះបងប្អូនទិសនេះនឹងផ្ដល់ផលល្អជូនដល់បងប្អូនទាំងអស់គ្នា
ជាពិសេសខែណាដែលមានផ្កាយលេខ2ចូលមហាជាមួយនឹងផ្កាយលេខ7ប្រែទៅជាធាតុភ្លើងទីតាំងទឹកនេះគឺល្អផងដែរហើយខែណាដែលចូលផ្កាយលេខ3មកហាក់ជាមួយនឹងផ្កាយលេខ7ប្រចាំឆ្នាំនោះនឹងធ្វើឲ្យទីតាំងទឹកខាងត្បូងជាងទឹកខាងលិចคล้ายជាផ្កាយហៈស្មើនឹង10ធ្វើឲ្យបងប្អូនសម្រេចក្តីប្រាថ្នានានាធ្វើឲ្យបងប្អូនបំពេញភារកិច្ចតែមិនទាន់ចប់សពគ្រប់កន្លងមកអាចធ្វើឲ្យបងប្អូនបំពេញភារកិច្ចនេះបានសម្រេចឬមួយក៏បងប្អូនធ្វើកិច្ចសហការនានានៅក្នុងឆ្នាំមមីនេះនឹងធ្វើឲ្យបងប្អូនទទួលបានកិច្ចសហការដ៏ល្អឥតខ្ចោះឥឡូវយើងមកស្វែងរកទិសសង្គ្រោះបឋមប្រចាំឆ្នាំនីមួយរូបមន្តនៃការស្វែងរកទិសសង្គ្រោះបឋមប្រចាំឆ្នាំនីមួយអត់ប្របាហត់ទេទិសសង្គ្រោះបឋមប្រចាំឆ្នាំណាបានន័យថាទិសហ្នឹងគឺនៅបន្ទាប់លេខរៀងពីទិសឆ្នាំមួយសាន់ឧទាហរណ៍ថានៅក្នុងឆ្នាំមមីទិសសង្គ្រោះបឋមគឺទិសមមែចូលដល់ឆ្នាំមមែទិសសង្គ្រោះបឋមរបស់ឆ្នាំមមែគឺទិសវកចូលដល់ឆ្នាំវកទិសសង្គ្រោះបឋមរបស់ឆ្នាំវកគឺទិសរកាដល់ឆ្នាំរកាទិសសង្គ្រោះបឋមគឺទិសចចូលដល់ឆ្នាំចទិសសង្គ្រោះបឋមគឺទិសកលចូលដល់ឆ្នាំកលទិសសង្គ្រោះបឋមគឺទិសជូតចូលដល់ឆ្នាំជូតទិសសង្គ្រោះបឋមគឺទិសឆ្លូវចូលដល់ឆ្នាំឆ្លូវទិសសង្គ្រោះបឋមគឺទិសខាចូលដល់ឆ្នាំខាទិសសង្គ្រោះបឋមគឺទិសថោះចូលដល់ឆ្នាំថោះទិសសង្គ្រោះបឋមគឺទិសរោងចូលដល់ឆ្នាំរោងទិសសង្គ្រោះបឋមគឺទិសម្សាញ់ចូលដល់ឆ្នាំម្សាញ់ទិសសង្គ្រោះបឋមគឺទិសមមីដូច្នេះងាយវិធីស្វែងរកទិសព្រះអាទិត្យឬហៅថាទិសសង្គ្រោះបឋមប្រចាំឆ្នាំឬមួយក៏យើងហៅថាទិសជំនួយប្រចាំឆ្នាំ